ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយពួកខ្ញុំ NWMF បាទថ្ងៃនេះពួកយើងនឹងធ្វើដំណើរចេញទៅធ្វើការនៅក្រៅស្រុកគឺនៅប្រទេសវៀតណាមបាទវីដេអូនេះពួកខ្ញុំថតតាំងពីខែ8មកម្លេះបាទហើយយើងទៅវៀតណាមលើកនេះគឺទៅតាមផ្លូវគោកកាលនោះដូចជាជិះឡានប្រហែលជា10ម៉ោងដែរបាទតាមដែលខ្ញុំចាំបាទហើយនេះជាកាយប្រចាំក្រុមហ៊ុនរបស់យើងបាទការកក់ឡានក៏អីហ្នឹងគឺគាត់ជាអ្នករ៉ាប់រងទាំងអស់ជិះមួយសន្ទុះធំក៏យើងបានមកដល់ស្ពានអ្នកលឿងបាទលើគេថាស្ពានអ្នកលឿងស្អាតបាទមកដល់ឃើញជាក់ស្ដែងបាទស្អាតដូចគេថាមែនតើបងប្អូនជិះមួយសន្ទុះទៀតក៏មកដល់ព្រំប្រទល់បាទហើយក៏ចូលមកដល់ទឹកដីវៀតណាមបាទឥឡូវយើងមកដល់វៀតណាមហើយកំពុងតែទៅរកអីហូបបាទយើងមកលើកនេះគឺមកកម្មវិធីអញ្ចឹងខាងគេជាអ្នករៀបចំឲ្យយើងទាំងអស់បាទទាំងការហូបចុកទាំងកន្លែងស្នាក់នៅបាទមុនញ៉ាំអាហារគេមានកម្មវិធីសំណេះសំណាលគ្នាប្រហែលជា40នាទីហើយគាត់នេះវិញគ្មានស្ដាប់គេទេបងប្អូនលើគេទះដៃតាមគេដែរញ៉ឹងក៏ពួលមនុស្សហើយញ៉ឹងបាទមួយសន្ទុះក្រោយមកគេក៏បើកដៃឲ្យហូបបាទហើយ buffet ទៀតបងប្អូនអើយចាំឲ្យយូរបាទតាមពិតទៅពួកខ្ញុំហូបមុនគេបាទពេលគេកំពុងសំណេះសំណាលគ្នាហ្នឹងមេនាំទៅហូបទ្របពោះម្ដងហើយតាបាទតាមពិតមេខ្ញុំក៏កំពូលមនុស្សដែរបងប្អូនឃ្លានហើយបងប្អូនឃ្លានហើយហូបសិនហើយស្រស់ស្រូបអាហារហើយគេក៏បញ្ចប់កម្មវិធីបាទហើយពួកខ្ញុំក៏បានសម្រាកលឿនដោយសារតែថ្ងៃស្អែកគឺពួកខ្ញុំត្រូវតែងើបពីព្រលឹមបាទមុនគេនេះហៅផាក់បានេះជាថ្ងៃទី2របស់យើងឥឡូវយើងកំពុងទៅធ្វើការបាទនិយាយរួមទៅនៅក្រុមហ៊ុនមានតែ2នាក់ហ្នឹងគឺអត់ស្ងាត់ហ្មងសុទ្ធតែកំពូលមនុស្សហើយឥឡូវម៉ោង5ជាងហើយពុកម៉ែបងប្អូនយើងរៀបខ្លួនចេញដំណើរមុនគេបាទហើយនេះគឺជាមេរបស់ពួកខ្ញុំសម្រាប់ក្រុមហ៊ុនពួកខ្ញុំគឺមានតែប្រុសទេហើយសុទ្ធតែជាអ្នកដែលស្គាល់គ្នាយូរឆ្នាំហើយបាទហើយក្រុមហ៊ុនរបស់ពួកខ្ញុំគឺជាកន្លែងដែលបណ្ដុះបណ្ដាលធនធានមនុស្សបាទពាក្យថា NWMF ហ្នឹងគឺមកពីពាក្យ New Way Maker Fellowship អញ្ចឹងពួកខ្ញុំព្យាយាមបង្កើតផ្លូវថ្មីសម្រាប់យុវវ័យដូចជាពួកខ្ញុំអញ្ចឹងបាទឲ្យមានឱកាសស្វែងរកផ្លូវនិងបង្កើតផ្លូវថ្មីឬក៏ស្វែងរកការងារដែលខ្លួនឯងស្រឡាញ់គឺស្វែងរកការងារដែលមានប្រយោជន៍សម្រាប់ខ្លួនឯងបាទសម្រាប់មនុស្សនៅជុំវិញខ្លួនហើយនិងសង្គមជាតិជាពិសេសហ្នឹងគឺពួកខ្ញុំចង់ជួយដល់យុវជនកម្ពុជាយើងដែរបាទឲ្យអាចស្វែងរកផ្លូវរបស់ខ្លួនឯងនិងអាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមរបស់យើងសប្តាហ៍នេះមកដល់កន្លែងសំខាន់អត់ដឹងថាគេធ្វើនៅកន្លែងណាអត់ដឹងថាសារគេនៅណាបាទយើងមកដល់កន្លែងហើយតែបញ្ហានោះគឺថារសាលគេធ្វើកម្មវិធីមិនឃើញរកគេអត់ឃើញចប់អត់ចេះវៀតណាមផងបាទនិយាយរួមទៅម៉ាសាឡាហ្នឹងគឺដើរអស់ហើយបាទនៅតែរកមិនឃើញឡើងមកលើហើយក៏នៅតែរកមិនឃើញតែនៅនេះកាសធាតុក្តៅមានអារម្មណ៍ថាក្តៅជាងនៅខ្មែរដោយសារតែវាមានខ្យល់បាទហើយខ្ញុំនេះហត់ពេកបាទនិយាយមិនដឹងក្បាលដឹងកតុយអីទេបងប្អូនហើយអធិស្ឋានផងទីបំផុតយើងរកឃើញហើយមិនបានចូលក្នុងមកដល់ហើយអត់មានស្អាតបងសំខាន់ហៅអាគារឃើញហើយចប់សោទៀតសាំងបាំងម៉ាមីខ្ញុំទីបំផុតមកចិន7បានយើងបានចូលក្នុងស្ទូបខំចេញមកតាំងពីព្រលឹមម៉ោង5បាទថាមកដល់លឿនបានរៀបចំឲ្យសពជ្រុងជ្រោយឥឡូវយឺតដដែលពេលបានចូលដល់ក្នុងហើយគ្មានសុញសាញអីទៀតទេបងប្អូនហើយញាប់ដៃញាប់ជើងរួមមុខងាររបស់ពួកខ្ញុំថ្ងៃនេះគឺ live វីដេអូកម្មវិធីឲ្យគេបាទតាំងពីម៉ោង8ព្រឹករហូតដល់ម៉ោង6ល្ងាចរវល់តែរៀបចំបាត់កាមេរ៉ាខំឆ្ងល់ថាបាត់កាមេរ៉ាទៅណាតាមពិតនេះក្មេងៗជនជាតិវៀតណាមសោះពួកគាត់ក៏ជាអ្នកជួយនៅក្នុងកម្មវិធីថ្ងៃហ្នឹងដែរបាទហើយយើងនេះមានចេះវៀតណាមឯណាបងប្អូនហើយអង់គ្លេសក៏មិនសូវបានតែកូរ៉េបាទហើយសំខាន់ហ្នឹងបុគ្គលិកនៅហ្នឹងគឺមិនសូវបកកែកូរ៉េទៀតបាទអញ្ចឹងមានអីភាសាដៃជើងបាទលិចកើតជើងត្បូងបាទណាមួយកំពុងតែអារម្មណ៍អត់មូលផងបាទស្ដួយទៅអីsao em make in sao em អូខេហ្នឹងចេះតែអូខេតាមពិតគ្មានយល់អីទេបងប្អូនបាទអញ្ចឹងទៅក្រៅប្រទេសអីចេះតែអូខេរួចហើយបងប្អូនហើយ
bà khai ta okហើយគេចាប់យកទៅលក់បាត់អីចោលបាទតែនិយាយលេងអីពូមិញហ្នឹងគឺអរគុណគាត់ដែរបងប្អូនបាទនិយាយស្ដាប់គ្នាអត់សូវបានមែនតែគាត់ជួយការងារខ្ញុំច្រើនបាទខ្វះខ្សែខ្វះឧបករណ៍អីគឺគាត់យកឲ្យទាំងអស់បាទនិយាយរួមទៅគឺគាត់ជួយដល់ចប់តែម្ដងបាទអរគុណច្រើនពូអើយកម្មវិធីគេនឹងចាប់ផ្ដើមនៅម៉ោង 8 កន្លះក៏ប៉ុន្តែឥឡូវនេះម៉ោង 8:21 ហើយសម្រាប់ក្រុមពួកខ្ញុំមកមុនគេអញ្ចឹងគឺរៀបចំឲ្យអស់ហើយតែស្ដាយមួយគឺការងារវាអត់បាន 100% ដោយសារតែយើងធ្វើនៅក្រៅប្រទេសយើងអត់ដឹងថានៅនេះវាខ្វះខាតអីខ្លះយើងត្រៀមមកអត់អស់បាទបន្ទាប់មកម៉ោង 7:09 បាទកម្មវិធីក៏ចាប់ផ្ដើមហើយពួកខ្ញុំក៏ទៅតាមមុខងាររៀងៗខ្លួនបាទអ្នកខ្លះទៅកាន់កាមេរ៉ាទៅបាទហើយខ្ញុំនេះនៅ live វីដេអូអីគេបាទបដូរប្លង់គ្រប់គ្រងសំឡេងអីហ្នឹងបាទហើយបើនិយាយពីថាគូតហើយនឹងចកេះអីវិញគាត់ថាគឺថាស្ពឹកអស់លេងតែម្ដងដល់ម៉ោង 11 ជាងគេឲ្យសម្រាប់ហូបបាយ1ម៉ោងបាទតែគេឲ្យតែបាយទេអត់មានកន្លែងអង្គុយទេបងប្អូនបាទអញ្ចឹងពួកខ្ញុំមានអីណែប្រើ IQ បាទប្រមូលឡើងប្រមូលអីមកទាំងមេទាំងកូនចៅអីហ្នឹងខ្វល់អីទេបាទនៅក្រូហ្នឹងហើយបាទពេលបានបាយហើយគ្មានបានសម្រាប់ទេបងប្អូនហើយចូលអង្គុយវិញតទៀតបាទទាំងងក់ក៏មិនហ៊ានងក់ផងបងប្អូនព្រោះថាការងារនេះគឺយើងត្រូវការតាំងស្មារតីឲ្យបានល្អបាទបើមិនអញ្ចឹងទេគឺគេ complain មកភ្លាមបាទតែគេ complain ហើយគឺចាំតែត្រូវមាត់ទៅលៀងបាយណាមានរាប់ไปได้ป่ะចង់ងាប់វិញនេះហត់សាហាវចិត្តដល់ម៉ោងបញ្ចប់ពួកខ្ញុំក៏រៀបចំបដាបាទតែសំខាន់អង្គុយមិត្តភ័ក្តិរបស់មេហ្នឹងបាទគាត់កេះហុចលុយឲ្យបាទហើយខ្ញុំនេះញ៉ាំបិទមាត់ចិត្តបាទតែញ៉ាំហ្នឹងមិនមែនមានន័យថាអទេណាបាទកំពុងតែឆ្ងល់ថាលុយហ្នឹងវាតម្លៃប្រហែលទិញឲ្យបានខ្លះវាពិបាកគិតពេកយកពុកម៉ែបងប្អូនបាទលុយវៀតណាមសូនច្រើនពេកបាទតែសំខាន់លុយហ្នឹងឥឡូវមិនដឹងទៅដល់ណាបាត់ទេម៉ោង 7:07 ហើយកម្មវិធីរបស់យើងក៏បានចប់ដោយបរិបូរណ៍thì យើងចប់ហើយប៉ុន្តែយើងនៅស្អែកបានទៅផ្ទះអញ្ចឹងយប់នេះយើងនៅដើរលេងរកអីញ៉ាំយប់នេះទៅកន្លុកទីក្រុងហូជីមិញម្ដងហ្នឹងហើយអាពេលហ្នឹងចប់កម្មវិធីហើយខំអថាំងយប់នឹងបានកន្លុកទីក្រុងហើយបាទមានណាអ្វីគ្រប់យ៉ាងដូចជាផ្សែងបាទបាយល្ងាចហើយមេប្រើឲ្យកាត់តវីដេអូទៀតបាទអត់បានកន្លុកទីក្រុងហើយម៉ោង 2 ដល់ 10 យប់មិនបានគេបាទអត់បានកន្លុកទីក្រុងទេមេកន្លុកវិញហើយឥឡូវយើងដល់ពេលចេញពីវៀតណាមហើយបាទនេះព្រឹកថ្ងៃបន្ទាប់ម៉ោង 10 បាទមើលតែមុខទៅដឹងហើយពុកម៉ែបងប្អូនហើយស្លាប់អស់ហើយអត់បានកន្លុកទីក្រុងមិនជុំទេបាទងុំមេកន្លុកកាពេលគេងនេះនិយាយដើមមេទៅចុះពុកម៉ែបងប្អូនហើយបាទមេស្មុកលឺពេកបាទយប់មិញគ្មានបានគេងទេបងប្អូនដោយសារតែ2នាក់ទៀតហ្នឹងគឺគាត់គេងបន្ទប់ផ្សេងបាទហើយខ្ញុំនេះគេងជាមួយមេបាទហើយមេគាត់ហត់ដែរមិនសមមិញបាទមានណាដោយអត់ទេភ្លើងចឹងបាទសុំទោសផងមេអើយនិយាយដើមមេមួយចុះមេអើយបាទហើយដល់ម៉ោងគេឡើងឡានអស់ហើយនៅតែកពូលមនុស្សរបស់យើងទេបាទសុំនិយាយដើមមួយទៀតចុះបាទនៅកន្លែងស្នាក់នៅគេហ្នឹងបាទគេមានកន្ត្រកសម្រាប់ដាក់កៅអៅយើងត្រូវបោកបាទហើយកាយតុលាយើងហ្នឹងបាទមានដឹងឯណាបាទគ្នាដោះកៅអៅហើយកវែងដាក់ចូលកន្ត្រកហ្នឹងបាទស្អែកឡើងគេបាត់កៅអៅបាទហើយគាត់ស្មានតែគេយកកៅអៅគាត់ហ្នឹងទៅបោះចោលមានណាគាត់ខលទៅសួរគេផងចុះមកសួរគេផងបាទតាមពិតណោះគេបោកកៅអៅហើយបត់ឲ្យមួយស្អាតទៀតនិយាយរួមកពូលមនុស្សយ៉ាងមែនបាទសុំជឿឲ្យបងប្អូនហើយបាទបន្ទាប់មកពេលត្រឡប់ទៅវិញបាទមេឃភ្លៀងផងអីផងហើយមេខ្ញុំនេះជាមួយណាកូនត្រេននេះនិយាយពីថាត្រូវគ្នានោះសុទ្ធតែបែកអីទល់មុខគ្នាទៀតបាទមិនដឹងនិយាយស្អីខ្លះទេសំខាន់តែពេលគេនិយាយហត់ហើយគេហែកនំបាទគេហែកនំហើយគេចែកឲ្យយើងញ៉ាំទៀតបាទអីលយដែរតាកូនបាទតែពេលមកដល់វៀតណាមខ្ញុំឆ្ងល់មួយពុកម៉ែបងប្អូនបាទពេលគេជិះម៉ូតូអត់ពាក់មួកឃ្លុបពេញក្បាលសោះបាទពាក់តែមួកទៅពាក់កដាលក្បាលហើយម៉ូតូខ្លះគឺគេដាក់កញ្ចក់តែមកចំហៀងទេបាទខ្ញុំឆ្ងល់ដល់ឥឡូវនេះពេលមកដល់ភ្នំពេញវិញបាទប្រហែលជាម៉ោង 8 ជាងបាទមេប៉ាវបាយល្ងាចហើយមានណាគាត់ឲ្យនៅជួយកាត់វីដេអូគាត់បងប្អូនហើយគាត់ទៅវីដេអូ live តាំងពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 7 ល្ងាចបើនិយាយពីសាច់ live ហ្នឹងគឺវាជិត 10 ម៉ោងហើយបាទឡើងស្ទែកមនុស្សអស់ហើយហ្នឹងបាទពេលហ្នឹងបើកតែភ្នែកហើយហ្នឹងមានតែដង្ហើមហ្នឹងបាទបើនិយាយពីព្រលឹងវិញមិនដឹងទៅដល់ណាបាត់ហើយហ្នឹងតែនៅតែមានកម្លាំងធ្វើការព្រោះវាជាការងារដែលយើងស្រឡាញ់បាទហើយក៏សូមអរគុណពុកម៉ែបងប្អូនផងដែរដែលបានគាំទ្រពួកខ្ញុំមកដល់ពេលនេះបាទហើយអរគុណដែលបានទស្សនាវីដេអូរហូតដល់ចប់បាទសង្ឃឹមថានឹងនៅតែបន្តគាំទ្រពួកខ្ញុំទៅមុខទៀតបាទអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅវីដេអូក្រោយ